បាទសួស្តីបងប្អូនអរគ្នាពីហាងទូខ្នោះទំនើបបាទបងប្អូននេះចែកទេងាយបងប្អូនខ្លាំងសំណើមក្បាលជាដែលយើងប្រើយូរហើយណាបងប្អូនការថ្លឹងក្បាលជាច្រើនការឡើងនៅពេលដែលយើងប្រើទូយូរខែយូរឆ្នាំបាទឬក៏យើងបានដំណើរការទូទៅបាទជាពិសេសបងជាងគាត់ស្មានដឹងគាត់ស្មានដឹងក៏តម្លើងក្បាលជាថ្មីក្តីបាទឬក៏ពេលគាត់ដូរ sensor ពេលដូរ sensor សំណើមណាបាទធម្មតា sensor ទោះបីក្បាលជាត្រូវ model គ្នាតែខុសសេរីខុសឆ្នាំមានការលំអៀងបន្តិចបាទហើយបើសិនជាខុសអត់ដើរតែម្ដងបាទអត់ដើរចេញបាទចេញបាទនៅលើអេក្រង់បង្ហាញអក្សរ EE ណាហ្នឹង error បាទជួនកាលក្បាលជាខ្លះចេញលេខ99បាទ99មានន័យបង្ហាញមានន័យថាជាសញ្ញាបញ្ជាក់ថា sensor ហ្នឹង error ឬក៏បាទ sensor ហ្នឹងដាក់អត់ត្រូវមានន័យអញ្ចឹងណាបាទឥឡូវបងប្អូនមើលក្បាលជាទូមួយនេះបាទបងប្អូនសម្រាប់ជាងឬខ្ញុំជាងដែរពេលដែលបើកទូមកបាទមកព្រឹកហើយអត់មានឃើញដើរសំណើមសោះបាយសំណើមឃើញ80 70បាទឡើងទៅហ្មងនេះដល់ពេលឡើងដល់85ទៀតហើយប្រព័ន្ធសំណើមអត់ដើរសោះតែម្ដងអញ្ចឹងក៏ចេញមកបែបនេះទូចាស់ក្តីទូថ្មីក្តីទូមកពីរោងចក្រចិនថ្មីក្តីបាទយើងមើលរបៀងវៀងវៃបាទរបៀងល្បីឡើងហ្នឹងជាងបាទត្រូវរបៀងល្បីកន្លែងហ្នឹងណាបងប្អូនណាបាទអ្នកប្រើប្រាស់ទៅរបៀងល្បីឡើងហ្នឹងដែរបាទចេញមកដូចខុសគេអញ្ចឹងណាអាចដឹងដែរបាទបើកទូពឹបសំណើមលេង99នៃវាមិនដែលមែនទេបងប្អូនឥឡូវយើងសង្ស័យហើយថាក្បាលជានេះវាអត់ស្រួលខាងសំណើមនេះបាទឬក៏បាទគាត់សំណើមនេះវាអត់ស្រួលណាបាទអញ្ចឹងយើងយកក្បាលជាដែលថ្មីឬក៏ក្បាលជាណាដែលបងប្អូនបានស្ទង់ថាវាសុក្រិតហើយណាបាទត្រូវហើយហ្នឹងបាទយកមកផ្ទៀងផ្ទាត់បាទការផ្ទៀងផ្ទាត់គឺមិនបាទនេះបងប្អូនមើលបាទនេះក្បាលជាថ្មីទាំងអស់បាទហើយបើក្បាលជា W3005 នេះបាទហ្នឹងអានោះអត់មានឡៃសេរីលំអៀងទេអញ្ចឹងហើយអានេះល្អទៀត W3005 បងប្អូនណាមិន W3001 ណាក្បាលជាអូតូសំណើមទេមិនក្បាលជាអូតូកម្ដៅទេបងប្អូនឃើញ71%បាទមានក្បៀសទៀតបាទនេះចឹងដែរនេះ71ក្បៀសទៀតបាទអាពីរដូចគ្នាហ្មងណាបាទអញ្ចឹងXM18D វិញបងប្អូនឃើញសំណើម70%នេះមិនជ្រើងបកចេញពីប្រអប់អីនេះថង់វាមិញបងប្អូននេះដាក់ថង់ចឹងសម្គាល់ថាថ្មីបាទថ្មីទាំង3ហើយសំណើមអស់សំណើមបានថ្លឹងសក្រិតទាំង3ដែរបាទឥឡូវគាត់ថាមិញហ្នឹងប្រែប្រួលទៀតនឹងប្រែប្រួលសាបបិទបើកម្ដៅវាប្រែប្រួលសំណើមតិចតួចដែរទេបងប្អូនឥឡូវមកមើលអានេះវិញអានេះ82%បាទបងប្អូនគឺមើលអេក្រង់មួយនេះណា82%នេះបាទហើយអានេះមកជួរក្រោមជាកម្ដៅខ្ពស់បំផុតដែលយើងកំណត់ 37.6 អានេះសំណើមខ្ពស់បំផុតដែលយើងកំណត់ 65%បាទហើយទូនេះអត់មានឃើញបើសំណើមទេបាទគឺវាអត់ធ្លាក់សោះហ្មងវានៅតែ82 80នៅហ្នឹងបាទប្រែប្រួលនៅពេលកង្ហាបក់អីណាបាទសរុបមកយើងបានលទ្ធផលណាទូធំនេះលំអៀងសំណើមបាទបូក 10% បាទទូនេះគឺបូក 10% បាទ error បាទបូក 10% error 10% គឺសំណើមហើយបាទចំពោះកម្ដៅវិញបញ្ជាក់តិចទៅបាទកម្ដៅគឺទូអត់មានបញ្ហាអីទេបងប្អូនគឺត្រូវហ្មងណាត្រូវតែម្ដងបងប្អូននៅ 37.6 37.5 នេះ 37.7 បាទមិនបានខុសគ្នាបន្តិចដោយសារទូនេះដាក់ sensor កម្ដៅនៅខាងលើដល់ពេល sensor កម្ដៅក្បាលជាដែលខ្ញុំតេស្តនោះខ្ញុំដាក់ខាងក្រោមបាទអញ្ចឹងគឺកម្ដៅត្រូវ 100% ណាត្រូវអត់មានលំអៀងទេបាទឥឡូវខ្ញុំបើកចូលទូបន្តិចសិនបាទឥឡូវបងប្អូនខ្ញុំសូមបើកចូលទូបង្ហាញការដាក់ sensor របស់ខ្ញុំបន្តិចបាទបងប្អូននេះអូខេ sensor កម្ដៅរបស់ទូគឺនៅលើនេះលើមើលឃើញទេបងប្អូនណាបាទនោះ sensor លើបាទដល់ពេល sensor ខ្ញុំក្បាលជាតេស្តខ្ញុំដាក់នៅក្រោមបាទខ្ញុំដាក់នៅក្រោមបងប្អូននេះគឺនៅក្រោមទាំងអស់ហ៎បាទទីចង់និយាយ sensor របស់ក្បាលជាទាំងអស់នេះទាំង3នេះដាក់នៅក្រោមអញ្ចឹងកម្ដៅខុសគ្នាកណ្ដកសញ្ញា0ក្បៀសប្រហែលបាទ0ក្បៀស1 0ក្បៀស2 0ក្បៀស3អត់បញ្ហាទេដោយសារ sensor នៅលើក្រោមណាបាទអញ្ចឹងការដាក់ sensor គឺយើងដាក់ក្បែរនេះអញ្ចឹងទៅណាបាទឥឡូវបងប្អូនឥឡូវយើងមកថ្លឹងក្បាលជាឥឡូវបងប្អូនពេលយើងថ្លឹងក្បាលជាយើងមិនគិតរឿងបាទលេខអីទៀតទេពេលនេះយើងដឹងលំអៀងវា 10% ហ្នឹងហើយណាដឹងលំអៀង 10% ហ្នឹងហើយបាទ
cho bọn ôn cho họ tú bà bọn ôn chấm họ tú có chấm họ tới bà của phăng là một plan đó bà bọn ôn đi là việc phăng sầm nam ở việt trâu bà lấy bọn ôn đắng á tầm lại tầm yên rồi bo tú đi sầm nam cứ bộ đọc bị rồi vì lứa bà đọc bị rồi anh tao bọn tao làm bay phăng bà ở trâu vĩnh ba bọn ôn cho bột tông set lên bột tông pro cho cào đi bọn ôn nè bà cho phát bà ba video lời cắn cứ bà F mùi như này một nghe thì mùi function one á bà chẳng dừng ở vô function one thế bà một nghe thì mùi cứ nè cái sầm ti vào cái trẻ anh nghiệm mà đó cái này và lâu vào mà đó cứ cái sầm ti ní chẳng dừng vô đằng thế cứ dừng vô một nghe F làm mùi ba chẳng là bay làm cơ tại F mùi bằng một chơi bột tông ok ní tông còng về một hòn ní cho bắt tới từ F2 F3 F4 F5 F6 បងប្អូនណាបាទអញ្ចឹងបងប្អូនត្រូវសេរីប៊ូតុង F6 នេះបាទបងប្អូនមិញគឺលំអៀងគឺលំអៀង10%វាខ្ពស់ពេកហ្នឹងបាទអញ្ចឹងបងប្អូនអញ្ចឹងយើងបន្ថយមកដក10ណាបាទអញ្ចឹងដកបាទចុចសញ្ញាព្រួយចុះក្រោមនេះគឺថយណាបាទដក10%បាទអាចសេរីដល់ដក19ណាបងប្អូនអញ្ចឹងមានន័យថាក្បាលជានេះអាចសេរីលំអៀងបូក19% នឹងដក19% ឃើញទេបាទបាទចឹងមានន័យថាក្បាលបញ្ជានេះឃើញទេគេឲ្យយើងសេរីលំអៀងបានរហូតដល់ដក19%ពុំផុតណាបាទតម្លៃច្រើនជាងគេបំផុតណាបាទនឹងបូក19%ចឹងមិនសេរីឡើងលើវិញក៏បានដែរបងប្អូនអូខេបើសិនក្បាលបញ្ជានេះគីឡូស្រាលពេកណាវានៅទាបពេកយើងថែមជាវិញបាទគីឡូស្រាលគីឡូធ្ងន់បងប្អូនកុំច្រឡំកន្លែងហ្នឹងណាបាទសំខាន់សេរីត្រូវទៅបាទនេះអានេះបើសិនជាក្បាលបញ្ជានឹងគីឡូធ្ងន់ពេកតែដោយសារក្បាលបញ្ជាគីឡូស្រាលអញ្ចឹងសូមមកដក10វិញមិញណាបាទតម្លៃមិញដក10បាទមិញខ្ញុំចុចឲ្យមើលទេថាវាអាចសេរីបានដល់អញ្ចឹងបាទវិសាលភាពនៃការបាទកំណត់ការប្រែប្រួលលំអៀងក្បាលបញ្ជានេះអាចឲ្យបងប្អូនសេរីបានដក19ឬបូក19នោះបាទភាគរយណាបាទបងប្អូននេះឥឡូវរួចហើយបាទអញ្ចឹងយើងចុចអូខេទៅមុខទៀតមកបាទ F7 បាទមួយទៀតបាទចុងក្រោយបាទអញ្ចឹងបងប្អូនអស់សំណើមកលេងអញ្ចឹងបាទអញ្ចឹងបងប្អូនទូវាអស់សំណើមកលេងបាទខ្ញុំបាត់សិនទៅទូអស់សំណើមកលេងអញ្ចឹងពេលខ្ញុំដាក់លំអៀងវាដក10% វាឃើញខុសគេខុសឯងអញ្ចឹងហើយបាទគឺឃើញបាទគឺឃើញតម្លៃសំណើមរហូតដល់33% ទៀបបំផុតវាចម្លែកអញ្ចឹងបងប្អូនណាកុំឆ្ងល់ណាបាទឥឡូវយើងសេរីបាទលំអៀងរួចរាល់ហើយយើងបិទទូសាកវិញណាបងប្អូនណាបាទបិទទូបាទបិទទូបាទបើកទូសាកវិញបាទណាបាទហើយជាទម្លាប់ខ្ញុំឲ្យបើក3ម៉ោងបាទដោយសារទូយើងបើកដំបូងយើងការកពុបទឹកបាទជួនកាលទូដឹកមកពីចង្អៃវាជាក់ពេកក្តៅពេកបាទឬក៏ទូយើងទុកចោលយូរទូវាត្រជាក់ស្រេបអញ្ចឹងវាយូរអញ្ចឹងដល់បើក3ម៉ោងទៅដឹងណាបាទ3ម៉ោងខ្ញុំឲ្យ3ម៉ោងបាទ3ម៉ោងវាច្បាស់ហ្មងបាទឥឡូវចាប់ដើមដើរនេះដើរដល់65ឈប់បាទឥឡូវអត់តគ្រប់ទេណាបាទអញ្ចឹងកុំអាប់ទៀងជាមួយអាក្បាលជារបស់យើងនេះបាទកាលណាយើងដើរពេលដើរគ្រប់ប្រហែលជាខ្ញុំឲ្យបើក3ម៉ោងបាទពេលនោះបាទក្បាលជានេះនឹងដើរដូចប្រកដីវិញបាទបងប្អូនប្រព័ន្ធសំណើមកំពុងដើរហើយបាទនេះរហូតដល់បាទតម្លៃ 65% ទៅឈប់ណាបាទឥឡូវទៅបាន57ទេអញ្ចឹងនៅពេលសំណើមគ្រប់ត្រឹម65ឈប់ចាំខ្ញុំផ្ទៀងបាទក្បាលជាដែលបានថ្លឹងហើយនេះវាត្រូវអត់ណាបងប្អូនណាបាទបងប្អូនបើកចោលឡើងយូរបាទដើម្បីឲ្យវាបាទច្បាស់លាស់ថាវាលំនឹងណាបងប្អូននេះមើលនេះអានេះ 67% ដែលធ្លាប់ឡើងលើបាទប្រៀបធៀបមួយក្បាលជាផ្សេងមើលបាទបងប្អូនមើលពីចង្អាយទៅនេះវាឃើញនេះបាទ69បាទនោះ68អាមួយនេះ67ដូចគ្នាបាទដូចខ្ញុំថាអញ្ចឹង sensor វាតែងខុសអា1% អីចឹងអីបាទសំណើមណា2% អីចឹងទៅបាទគិតភាគរយដោយសារយើងដាក់sensor នៅក្បែរនេះមែនតែមានផ្កាប់នឹងផ្កានោះបាទចងអានេះចំណោមខ្ញុំថតមុនមួយថ្ងៃបាទចឹងបងប្អូនអញ្ចឹងវីដេអូនេះសូមចប់ប៉ុណ្ណេះចាត់ទុកជាបទពិសោធន៍ក៏ដូចជាបច្ចេកទេស
បាទឬក៏តិចនិចងាយដែលយើងប្រើក្បាលបញ្ជាធ្វើជាគ្រូជាជាងយើងមានឧបករណ៍តេស្តស្ទង់បែបជាសាសបែបឡាបូយើងប្រើតែក្បាលបញ្ជាណាដែលយើងទុកចិត្តថាទៀងហ្នឹងយកមកថ្លឹងសំណើមបានណាបាទអញ្ចឹងបាទសូមចប់វីដេអូនេះត្រឹមប៉ុណ្នេះបាទសូមអរគុណចំពោះការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់